ធ្លាប់មើលថាថៃប្រើប្រាស់បញ្ហាមីនជាលេសដើម្បីពន្យាពេលចរចាព្រំដែនជាមួយកម្ពុជាលោកអ្នកនាងកញ្ញាជាទីមេត្រីយោងតាមការចុះផ្សាយរបស់ទូរទស្សន៍អាស៊ីសេរីកាលពីថ្ងៃទី12ខែកុម្ភៈឆ្នាំ2026នេះថាអ្នកតាមដានភូមិសាស្ត្រនយោបាយអះអាងថាថៃកំពុងប្រើប្រាស់បញ្ហាមីនធ្វើជាលេសថ្មីម្ដងទៀតដើម្បីពន្យាពេលនៃការចរចាព្រំដែនជាមួយកម្ពុជាដើម្បីបន្តដាក់យោធាទៅលើទឹកដីកម្ពុជាតំបន់ដែលថៃបានឈ្លានពានយកបន្ទាប់ពីអ្នកនាំពាក្យកងទ័ពភូមិថៃកាលពីថ្ងៃទី9ខែកុម្ភៈបានបញ្ជាក់ថាភាគីកម្ពុជាត្រូវតែបោះសម្អាតគ្រាប់មីននិងបន្ធូរបន្ថយភាពតានតឹងតាមព្រំដែនជាមុនសិនទើបអាចរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនគោក JBC បានលោកសេងវ៉ាន់លីអ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិកយល់ឃើញថាថៃធ្វើបែបនេះគឺដើម្បីអាចបន្តដាក់យោធានៅលើទឹកដីកម្ពុជាឬគ្រប់គ្រងជាក់ស្ដែងនៅតំបន់ដែលមានចំនួនដែលថៃបានបំពានចូលមកកាន់កាប់ដោយខុសច្បាប់លោកថាការបោះសម្អាតមីនតម្រូវឲ្យមានការវាស់វែងទៅលើដីធ្លីជាក់ស្ដែងដូច្នេះថៃឆ្លៀតឱកាសបង្ក្រាបនៅមហិច្ឆតាកំណត់ព្រំដែនថ្មីតាមផែនទីដែលខ្លួនចង់បានហើយនឹងធ្វើឲ្យកម្ពុជាបាត់ផលប្រយោជន៍បូរណភាពទឹកដីប្រសិនបើរដ្ឋាភិបាលមិនមានការប្រុងប្រយ័ត្នខ្ពស់លោកថាកម្ពុជាត្រូវប្រកាន់ភ្ជាប់នៅគោលការណ៍ច្បាប់អន្តរជាតិជាធំជាពិសេសគឺអនុវត្តសន្ធិសញ្ញាបារាំងសៀមនិងផែនទីខ្នាត1លើ200,000ដែលជាឯកសារកតិយុត្តដែលមិនអាចប្រកែកបានបន្ថែមពីនេះកម្ពុជាត្រូវបន្តប្រើប្រាស់ការទូតទាំងទ្វេភាគីនិងត្រីភាគីជាពិសេសក្នុងក្របខ័ណ្ឌអាស៊ានឬអង្គការសហប្រជាជាតិដើម្បីបង្ហាញឲ្យពិភពលោកបានឃើញអំពីភាពពិតប្រាកដនៃបញ្ហាព្រំដែននិងការរំលោភបំពានពីសំណាក់ភាគីថៃការលើកឡើងរបស់ភាគីថៃនៅពេលនេះហាក់មិនទាន់ឃើញពីឆន្ទៈពិតប្រាកដពីការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីនិងយុត្តិធម៌នោះទេការយល់ឃើញនេះគឺបន្ទាប់ពីអ្នកនាំពាក្យកងទ័ពភូមិថៃលោកវិនថៃស៊ូវ៉ារីបានបញ្ជាក់ប្រាប់កាសែតថៃ The Nation ថាភាគីកម្ពុជាត្រូវតែបោះសម្អាតគ្រាប់មីននិងបន្ធូរបន្ថយភាពតានតឹងតាមព្រំដែនជាមុនសិនទើបអាចរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនគោក JBC បានទោះជាយ៉ាងណាលោកហ៊ុនម៉ាណែតមេដឹកនាំក្រុងភ្នំពេញកាលពីថ្ងៃទី10ខែកុម្ភៈបានថ្លែងថាលោកសង្ឃឹមថាប្រទេសថៃនឹងត្រឡប់មកបន្តការងារបោះបង្គោលព្រំដែនតាមរយៈយុទ្ធនាការJBC ក្រោយបញ្ចប់ការបោះឆ្នោតរួចរាល់កាលពីថ្ងៃទី5ខែមករាឆ្នាំ2026រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាបានផ្ញើកំណត់ទូតទៅកាន់ភាគីថៃដើម្បីស្នើសុំឲ្យមានការរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC នៃប្រទេសទាំងពីរនៅ2សប្តាហ៍ឬ3សប្តាហ៍នៃខែមករាឆ្នាំ2026ក្រោយយោធាថៃបានកាន់កាប់ទឹកដីកម្ពុជានៅតំបន់មួយចំនួនក្រោយពីបទជបាញ់ចូលជាធរមានកាលពីថ្ងៃទី27ធ្នូឆ្នាំ2025កន្លងមកតែរដ្ឋមន្ត្រីការបរទេសថៃលោកស៊ីហាសាក់ភូមិកេតកែវចេញមុខបដិសេធភ្លាមៗដោយអះអាងថាមាននីតិវិធីជាច្រើនទៀតដែលថៃមិនទាន់ត្រៀមនិងរាល់លទ្ធផលនៃការប្រជុំនេះត្រូវតែចងភ្ជាប់នឹងការងាររបស់អនាគតរដ្ឋាភិបាលថៃថ្មីជុំវិញបញ្ហារឿងនេះប្រជាពលរដ្ឋមួយចំនួនថារដ្ឋាភិបាលដែលដឹកនាំដោយត្រកូលហ៊ុនអសមត្ថភាពក្នុងការដោះស្រាយចំនួនព្រំដែននេះពួកគាត់ថាបើនៅតែបន្តចំហចរចាទ្វេភាគីនេះទៀតនិងមិនប្រើយុទ្ធនាការច្បាប់អន្តរជាតិដោយជាការប្តឹងទៅតុលាការអន្តរជាតិ ICC, ICJ និងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសនោះទេគឺរដ្ឋាភិបាលនេះបន្តឲ្យថៃឈានពានយកទឹកដីកម្ពុជាដោយសន្តិវិធីនិងមិនបានគិតគូរពីប្រទេសជាតិនិងពលរដ្ឋឡើយពីការព័ត៌មានរបស់ខ្ញុំបេឡាពីរដ្ឋាភិបាលកម្ពុជាឯករាជ្យ23ដុល្លារ